គ្រប់គ្នានរណាក៏ចង់ទៅរស់នៅលើភព Pandora ដែរវាប្រៀបដូចជាឋានសួគ៌ដ៏ស្រស់បំព្រងអញ្ចឹងសង្កតែល្អឥតខ្ចោះបំផុតនៅក្នុងចក្រវាឡរបស់យើងនេះរហូតទៅដល់អ្នកដឹងពីការពិតអំពីភពមួយនៅក្នុងរឿង Avatar ក៏ប៉ុន្តែនៅក្នុងពិភពវិទ្យាសាស្ត្រពិត Pandora នេះនឹងក្លាយទៅជាឋាននរកសម្រាប់អ្នកយ៉ាងលឿនបំផុតហើយសូម្បីតែភូតហេតុក្នុងការរស់រានមានជីវិតនៅលើភព Pandora នេះមួយវិនាទីក៏មិនអាចកើតមានឡើងដែរហើយនេះគឺជាការពិតដ៏រន្ធត់ប្រសិនបើអ្នករស់នៅលើភព Pandora សួស្តីអ្នកទាំងអស់គ្នាខ្ញុំឈ្មោះ David តោះទៅដឹងនៅទាំងអស់គ្នាមុននឹងចាប់ផ្ដើមវីដេអូដែរខ្ញុំសូមណែនាំមកទឹកអប់មួយដែលមានឈ្មោះថា Melio Aura ហើយវាមាន4ក្លិនសម្រាប់ទាំងបរិសុទ្ធនិងនារីក្លិនរបស់វានីមួយៗ inspire ដោយ brand ទឹកអប់ល្បីៗតែម្ដងសម្រាប់អ្នកទាំងអស់គ្នាចង់បានខ្ញុំមានតម្លៃពិសេសជូនហើយ link Telegram នៅក្នុង description នៅខាងក្រោមសាកសម័យមើលនៅលើពិភពលោកមួយដែលដើមឈើបញ្ចេញពន្លឺសត្វចម្លែកនិងភ្នំហោះហើរលើអាកាសដូចជាពពកអញ្ចឹងជាច្រើនឆ្នាំមកនេះយើងបានមើលរឿង Avatar ហើយគិតថាតើនរណាមិនចង់ទៅរស់នៅទីនោះវាគឺជាកន្លែងសម្រាប់លំហែកាយដ៏អស្ចារ្យបំផុតហើយក៏ប៉ុន្តែរហូតដល់អ្នកដឹងការពិតអំពីភពមួយនេះទៅអ្នកភ្ញាក់ខ្លួនថានៅក្នុងជីវិតពិតបើសិនបើអ្នកចុះពីយានអវកាសមកលើភព Pandora នៅថ្ងៃនេះក្តីសម័យនៃឋានសួគ៌របស់អ្នកនឹងក្លាយទៅជាសមិទ្ធអាក្រក់មិនដល់ត្រឹម10វិនាទីផងហើយនេះមិនមែនគ្រាន់តែជាឈុតនៅក្នុងរឿងនោះទេនេះគឺជាមេរៀនរូបវិទ្យាដ៏គ្រោះថ្នាក់បំផុតហើយសូមស្វាគមន៍មកកាន់ប្រព័ន្ធផ្កាយ Alpha Centauriដំបូងឡើយនៅក្នុងសេណារីយ៉ូមួយប្រសិនបើភព Pandora របស់យើងខ្ទេចឬក៏យើងត្រូវផ្លាស់ប្ដូរភពហើយយើងទៅកាន់ភព Pandora នោះនៅពេលដែលយើងទៅដល់ផ្ទះថ្មីរបស់យើងនោះប្រហែលជាយើងមិនទាន់បានទទួលព័ត៌មានអំពីភ្នាក់ងារលក់ផ្ទះមួយចំនួនដែលមិនទាន់បានប្រាប់យើងនោះគឺ Pandora មិនមែនជាភពឡើយគឺវាគ្រាន់តែជាកូនភពរណបជាប់គាំងនៅក្នុងទំនាញកម្លាំងនៃភពអូស្មန်យក្សមួយដែលមានឈ្មោះថា Polyphemus ហើយភព Pandora នេះប្រៀបដូចជាភពរហ័សដែរតែមានរូបរាងស្អាតជាងក៏ប៉ុន្តែលក្ខណៈនៃភព Pandora នេះមានលក្ខណៈគ្រោះថ្នាក់ជាងផងដែរក៏ប៉ុន្តែជាដំណឹងល្អវិញអ្នកនឹងមានអារម្មណ៍ថាខ្លួនឯងបានស្រាលដូចហោះនៅលើភព Pandora អ្នកនឹងមានទម្ងន់ស្រាលជាងមុន 20% ឯណោះបើប្រៀបធៀបនៅលើផែនដីអ្នកនឹងក្លាយទៅជាកម្ពុជាអ្នកកន្លះហក់លោតផ្លោះហើយអាចលោតផុតច្រឡងភ្នំនឹងចុះចុតមកលើដីដោយមិនបាច់ពីការឈឺជង្គង់ឬឈឺជើងឡើយវាហាក់ដូចជាសប្បាយណាស់មែនទេក៏ប៉ុន្តែនៅពេលជាក់ស្ដែងទៅនៅពេលដែលអ្នកកំពុងតែលោតលេងនេះខ្លួនប្រាណរបស់អ្នកកំពុងតែហែកចេញដោយកម្លាំងទំនាញដ៏សាហាវនេះភព Polyphemus គឺធំសម្បើមណាស់វាមានទំហំតូចជាងភពរហ័សតែបន្តិចតែប៉ុណ្ណោះហើយវាមិនមែនជាអ្នកចិត្តខាងដែលចិត្តល្អនោះទេក៏ដោយសារតែភព Pandora និងភពមេរបស់វាគឺ Polyphemus នេះមានលក្ខណៈជា tidally lock ដែលមានន័យថាវាបែរមុខតែម្ខាងទៅរកគ្នាជានិច្ចដូច្នេះមានមួយចំហៀងនៃភពព្រះច័ន្ទនេះនឹងសម្លឹងទៅរកភពយក្សដែលគួរឲ្យខ្លាចនេះជារឿងរហូតដែលវាបង្កើតឲ្យជាបាតុភូតមួយដែលហៅថា tidally heating ចូលសម័យមើលថាវាដូចជាការទាញប្រត់ដ៏ធំមួយដែល Pandora នេះគឺជាខ្សែប្រត់កម្លាំងទំនាញរបស់ Polyphemus ទាញច្របាច់ស្នូលរបស់ Pandora ដូចជាដុំដីឥដ្ឋអញ្ចឹងដែលធ្វើឲ្យក្នុងរឿងវានាំឲ្យមានភ្នំហោះហើរស្រស់ស្អាតប៉ុន្តែនៅក្នុងជីវិតពិតវិញវាបង្កើតឲ្យជានរកភ្នំភ្លើងតែម្ដងហើយប្រសិនបើ Pandora នេះមានពិតមែនវាមិនមែនជាកន្លែងដែលមានព្រៃឈើស្រស់ខៀវខ្ចីនោះទេក៏ប៉ុន្តែវាមើលទៅដូចជាព្រះច័ន្ទរបស់ភពរហ័សអញ្ចឹងដែលមានពិភពភ្នំភ្លើងដែលសកម្មបំផុតនៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើងការកលគុណទេសភាពប្រហែលជាពិបាកបន្តិចហើយក៏ដោយសារតែកម្អែភ្នំភ្លើងកំពុងតែហូរមករកអ្នកជារៀងរហូតតែនោះហើយប្រសិនបើនៅលើដីមិនទាន់ធ្វើឲ្យអ្នកខ្លាចនោះនៅលើមេឃនឹងជួយបន្ថែមទៀតប្រសិនបើ Polyphemus មានដែនម៉ាញ៉េទិកខ្លាំងដោយភពរហ័សនោះ Pandora គឺប្រៀបដូចជាស្ថិតនៅក្នុងម៉ាស៊ីន microwave ខ្នាតយក្សអញ្ចឹងអ្នកនឹងត្រូវរងការវាយប្រហារនៃភាគល្អិតថាមពលខ្ពស់ដែលអាចបាញ់ចេញពីប្រព័ន្ធផ្កាយហើយប្រសិនបើគ្មានដែនម៉ាញ៉េទិកការពារខ្លួនដូចជាភព Pandora របស់យើងនោះទេផ្ទៃភពរបស់ Pandora នឹងក្លាយទៅជាឡដុតវិទ្យុសកម្មដើម្បីរស់រានមានជីវិតនៅលើភពនោះអ្នកប្រហែលជាត្រូវការអាវការពារលើសពីធម្មតាទៅហើយអ្នកត្រូវការឈុតការពារដែលស្រោបទៅដោយសំណហើយប្រសិនបើគ្មានអាវការពារនោះទេ DNA របស់អ្នកនឹងត្រូវរលាយលឿនជាងពងទាជានៅពេលព្រឹកទៅទៀតឥឡូវយើងសន្មត់ថាយើងមានឈុតការពារខ្លួនទៅចោះប៉ុន្តែប្រសិនបើអ្នកមានអារម្មណ៍ថាក្លាហានហើយចង់ដកដង្ហើមស្រូបយកខ្យល់អាកាសនៅក្នុងព្រៃក្នុងភព Pandora នោះកុំធ្វើវាឲ្យសោះបរិយាកាសរបស់ភព Pandora ប្រៀបដូចជាស្រាពុលដែលផ្សំឡើងចេញពីអូស្មန်កាបូនិកនិងសេណុនហើយនៅលើភព Pandora យើងត្រូវការ CO2 ក្នុងកម្រិតតិចតួចប៉ុន្តែនៅលើភព Pandora វិញកម្រិត CO2 គឺខ្ពស់ល្មមនឹងធ្វើឲ្យអ្នកដែលដង្ហើមបានភ្លាមចំណែកឯ Osman Zenon វិញគឺឃាតករលាក់មុខតែម្ដងហើយនៅក្នុងកម្រិតខ្ពស់បែបនេះវាដើរតួជាថ្នាំសម្លាប់ដ៏ខ្លាំងអ្នកមិនត្រឹមតែថត់ដង្ហើមនោះទេអ្នកនឹងចាប់ផ្ដើមងងុយគេងហើយគេងលក់នៅក្នុងភាពស្ងប់ស្ងាត់ជារឿងរហូតហើយនៅមួយទៀតមានអូស្មန်មួយដែលមានក្លិនគឺអូស្មန် Hydrogen Sulfate វាមានក្លិនដូចជាពងទាស្អុយរាប់ពាន់លានគ្រាប់អញ្ចឹងវាមិនសម្រាប់អ្នកភ្លាមៗនោះទេប៉ុន្តែវាធ្វើឲ្យអ្នកប្រាថ្នាចង់ស្លាប់អាសាជាងរស់ធំក្លិនបែបនេះ ហ
បើនៅក្នុងភាពយន្តវិញមហាសមុទ្រគឺជាកន្លែងដ៏ស្រស់ស្អាតនិងជាកន្លែងដែលគួរឲ្យលេងកម្សាន្តក៏ប៉ុន្តែជាការពិតទៅវាគឺជាកន្លែងដ៏គ្រោះថ្នាក់ផងដែរដោយសារតែអូស្មန်កាបូនិកច្រើនពេកនៅក្នុងខ្យល់វានឹងរលាយចូលក្នុងទឹកដែលបង្កើតទៅជាការឡើងអាស៊ីតនៃមហាសមុទ្រហើយទឹកទាំងអស់នោះវាមិនសម្រាប់ការលេងកម្សាន្តឡើយវាคล้ายទៅជាអាងអាស៊ីតកាបូនិកវាខ្លាំងរហូតដល់រំលាយសត្វសមុទ្រដែលមានសបកទាំងអស់នោះផងដែរសម្រាប់មនុស្សវិញការចុះលេងទឹកត្រឹមតែមួយផ្លែតែប៉ុណ្ណោះវារលាកគីមីរហូតដល់របបស្បែកចេញឆ្អឹងតែម្ដងឈុតការពាររបស់អ្នកមិនត្រឹមតែត្រូវការពារខ្យល់អាកាសនោះទេក៏ប៉ុន្តែវាត្រូវតែការពារអាស៊ីតកម្រិតធ្ងន់ផងដែរទើបធ្វើឲ្យអ្នករស់រានបានចុះបើសិនបានអ្នកចង់សម្រាកវិញសំណាងល្អណាស់គឺมันអាចសម្រាកបានទេក៏ដោយសារតែ Pandora នេះស្ថិតនៅក្នុងប្រព័ន្ធផ្កាយ3អ្នកនឹងឃើញផ្កាយ Alpha Centauri A រះនឹងលេចដូចព្រះអាទិត្យយើងដែរក៏ប៉ុន្តែ Alpha Centauri B តែងតែនៅក្បែរនោះជានិច្ចផ្កាយទាំងពីរនេះនឹងមានពន្លឺខ្លាំងជាព្រះច័ន្ទពេញបរមីនៅលើភពផែនដីរហូតដល់ 2300 ដងឯណោះរួមផ្សំជាមួយនឹងពន្លឺចាំងផ្លាតពី Polyphemus ទៀតវានឹងបាំងពាក់កណ្ដាលមេឃនោះផងដែរភាពងងឹតពិតប្រាកដដែលមិនអាចកើតមានបានតែម្ដងអ្នកទាំងអស់គ្នាអាចភ្លេចពីការគេង8ម៉ោងរបស់អ្នកទៅហើយអ្នកទាំងអស់គ្នាគិតថាសំណាងហើយបើសិនបានរកភាពងងឹតបាន8នាទីនោះហើយកុំសង្ឃឹមថាមានគ្រឿងអេឡិចត្រូនិកឬគ្រឿងអគ្គិសនីនៅលើនោះបានក៏ដោយសារតែវិទ្យុសកម្មខ្លាំងនឹងដែនអគ្គិសនីដែលធ្វើឲ្យទូរស័ព្ទនិងគ្រឿងអេឡិចត្រូនិកផ្សេងៗរបស់អ្នកខូចក្នុងរយៈពេលប្រមាណវិនាទីតែប៉ុណ្ណោះហើយបើសិនបានអ្នកទាំងអស់គ្នាឃ្លានហើយមិនមានអាហារបម្រុងនោះអ្នកទាំងអស់គ្នាអាចញ៉ាំអាហារផ្លែឈើនៅក្នុងព្រៃលើភព Pandora នោះបានរុក្ខជាតិទាំងអស់នោះនឹងបញ្ចេញពន្លឺក៏ប៉ុន្តែការញ៉ាំរបស់អ្នកនេះដូចជាការលេងល្បែងស៊ីសងទៅនៃជីវិតអញ្ចឹងដីនៅទីនោះសម្បូរទៅដោយលោហៈធាតុធ្ងន់ដូចជាសំណនិងបារីញ៉ូមជាតិពុលទាំងនោះនឹងជ្រាបចូលទៅលើអ្វីៗដែលអ្នកឃើញការញ៉ាំផ្លែឈើនៅលើតំបន់នោះនឹងធ្វើឲ្យអ្នកខូចតម្រង់នោមនិងថ្លើមភ្លាមផ្ទុយទៅវិញពន្លឺដែលចិត្តរលត់នោះគឺពន្លឺជីវិតរបស់អ្នកព្រោះអ្នកចិត្តស្លាប់ទៅហើយសរុបមកវិញ Pandora គឺជាពិភពលោកដែលមានសម្រស់ស្រស់ស្អាតដែលមិនអាចប្រព័ន្ធរនាបានប៉ុន្តែវាគឺជារបស់ជនជាតិ Na'vi នៅក្នុងរឿង Avatar តែប៉ុណ្ណោះសម្រាប់ពួកយើងគ្រប់គ្នារស់នៅលើភពផែនដីនេះគឺល្អប្រសើរណាស់ទៅហើយមិនបាច់ចង់ទៅរស់នៅឯណាបន្តទៀតនោះទេដូច្នេះក្នុងវីដេអូនេះមានតែប៉ុណ្្នឹងទេសូមអរគុណគ្រប់គ្នាសម្រាប់ការទស្សនាវីដេអូនេះបើអ្នកទាំងអស់គ្នាពេញចិត្តសូមកុំភ្លេចចុច like និង subscribe អ្នកទាំងអស់គ្នាអាចចូលមើលវីដេអូផ្សេងៗរបស់ខ្ញុំបានផងដែរសូមអរគុណ